ចាជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងលើកយកអំពីការកាត់យល់សពទាក់ទងនឹងការយល់សពឃើញវត្ថុផ្សេងៗទាំងអស់នាងខ្ញុំនឹងលើកយកមកជម្រាបជូនបងប្អូននៅក្នុងបន្តិចទៀតនេះចាអញ្ចឹងទាក់ទងនឹងយល់សពថាបងប្អូនបងសំណាញ់ឬក៏ស្ទូចត្រីទោះនឹងធ្វើការងារអ្វីក៏នឹងបានសម្រេចដោយប្រាថ្នាចាបានចូលជ្រកក្រោមដើមឈើធំបងប្អូននឹងទទួលបានលាភធំឃើញគេរឹមនឹងបានជាសុខក៏បានជិះខ្លានឹងបានចេញទៅស្រុកឆ្ងាយចាប់បានកូនខ្លាឬកូនមរឹកនឹងបានទីកន្លែងដំណើរល្អមានគេឈ្មោះបានជួលដំរីមិនសូវល្អទេតែបើយកទឹក3ក្អមស្រោចកណ្ដាលផ្លូវនឹងនាំទៅជាល្អវិញដេកកណ្ដាលទឹកហើយទឹកហូរចូលមាត់នឹងមានលាភចូលមួយយ៉ាងឆាប់ជីរទេះក្របីស្ដាច់ឬក៏មន្ត្រីឲ្យលាភជីក្របីជល់គ្នាគួរតែយកទឹក3ក្អមមកស្រោចខ្លួនសិនទៅប្រែជាយកសពល្អវិញនៅកណ្ដាលដីនឹងបានភរិយាល្អជីក្រេស្នែងមានគេសែងទោះនឹងប៉ងធ្វើការងារអ្វីនឹងបានសម្រេចដោយសេចក្តីប្រាថ្នាគេឲ្យអាវសម្ពុតនឹងមានលាភសត្វប្រកួតឡើងផ្ទះនឹងបានអ្វីម្យ៉ាងគេបកផ្លិតឲ្យនឹងបានធ្វើជាចវាយនៃគេបានឃើញឬក៏ចាប់មនុស្សស្លាប់សាកសមនឹងបានមេះប្រាក់ត្រឹបរបស់បាត់បើនឹងទៅស្រុកឆ្ងាយនឹងបានលាភប្រសើរបានសូត្រធើនឹងបានប្រះចាកចង្រៃទាំងពួងបាននិមន្តព្រះពុទ្ធរូបទៅតម្កល់ទុកឯវត្តនឹងបានបុត្រឬភរិយាឬខ្ញុំកំដរជាទីគាប់ចិត្តឡើងផ្ទះថ្មីបានយោះសាក់ឬក៏បានក្រនបើបានដើរឆ្លងស្ពានទៅរហូតទោះគិតការអ្វីគង់នឹងបានសម្រេចគ្រប់ប្រការបានសម្លាប់ខ្លួនឯងនឹងឈ្នះអស់មានសត្រូវខ្លួនឯងនឹងមានលាភជាទីពេញចិត្តបានឡើងដំបូលឡើងភ្នំបានឡើងយស័កសម្លាញ់ស្លាប់ទោះនឹងគិតការអ្វីនឹងបានសម្រេចមានចាស់ព្រឹទ្ធាចារ្យដឹកដាយឡើងទៅកាន់ដំណេកនឹងបានលាភមានមនុស្សស្លាប់ក្នុងផ្ទះនឹងមានលាភមកដល់ផ្ទះសម្បែងតែម្ដងបានឡើងដើមឈើធំនឹងមានលាភដល់ប្រសើរឬនឹងបានជាមន្ត្រីឆ្លើងទៀមឬក៏ពោះចៅអ្នកពឿននឹងបានគូស្រករថ្មីបានសម្លាប់ខ្លួនឯងស្លាប់ហើយត្រឡប់រស់ឡើងវិញនឹងបានត្រឹបច្រើនបានដើរទៅទិសបូព៌ាបើមានជំងឺឈឺនឹងបានជាសះស្បើយបានងូតទឹកជំរះកាយនិងជំរះអស់គ្រោះថ្នាក់បានយកដំរីមកទឹមរទេះនឹងបានគ្រូអាចារ្យមកប្រដៅខ្លួននឹងបានទីលំនៅជាសុខបានឃើញខ្លានឹងមានដូចជាតែបើយល់សពថាខ្លាបំរុងនឹងខំមានសត្រូវមកបៀតបៀនបានតាក់តែងគ្រឿងបរិភោគនិងសុរាមិត្តសម្លាញ់នឹងនាំលាភមកឲ្យជីរត់សេះឬរទេះគោអ្នកធំនឹងឲ្យយុស័កជីសេះនឹងមានព្រឹត្តិការណ៍អាណិតជួយសង្គ្រោះស្រមោចឬក៏ស្រមើរោមខ្លួននឹងបានបរិវារអង្គរយពេញផ្ទះនឹងមានញាតិមករកបានកាត់ក្បាលមនុស្សនឹងមានដេចជាឈ្នះអស់មានសត្រូវទាំងពួងខ្លួនស្លាប់មានគេសែងទៅនឹងមានលាភ
ដេកកណ្ដាលដីក្បាលធ្លាក់រហូតទៅម្ខាងនិងធ្លាក់លោះជើងទៅម្ខាងនិងមានអំណាចផ្សាយទៅក្នុងទីទាំងពួងគេអាសាច់ខ្លួនឯងនឹងបានឡើងជាមន្ត្រីសែនឲ្យខ្មោចនឹងបានទីកន្លែងនៅដើរទៅក្នុងវត្តនឹងបានមាសប្រាក់ផឹកថ្នាំនឹងជាអស់រោគទាំងពួងមនុស្សចាស់ក៏ជុកដូចកូនក្មេងនឹងមានលៀបធ្លាក់ឈាមធ្លាក់ខ្ទុះនឹងបានមាសប្រាក់ឬរបស់ជាទីកប់ចិត្តឃើញរាហូលេបព្រះច័ន្ទយៈស៊ីមនុស្សទោះនឹងទៅទីណាក៏នឹងបានជ័យជំនះដាំបាយស៊ីនឹងសាច់ត្រីនឹងមានបងប្អូនយកលៀបមកឲ្យគេលើកឲ្យជិះដំរីឬក៏សេះឬជិះស្នែកនឹងមានគេជួយឧបត្ថម្ភនឹងបានយស័ក្តិគេចង់ភ្ជាប់ខ្លួននឹងអ្នកដតីនឹងបានភរិយាប្រកបនៅយស័ក្តិគេដង្ហែខ្លួនទៅនោះនឹងបានលៀបអុំទូកលើគោកទោះនឹងគិតការអ្វីនឹងបានរុងរឿងមានគេឈ្មោះល្អប្រជៀវមកទុំផ្ទះនឹងមានទេវតាថែរក្សាគល់ឈើអណ្ដែតមកនឹងមានលៀបឡើងស៊ីបាយលើកំពូលភ្នំនឹងមានគេនាំត្រឹបមកឲ្យពុំនោះសោតនឹងបានយស័ក្តិធំចាទាំងអស់នេះគឺជាការយល់សប្តិដែលយើងយល់សប្តិឃើញក្នុងចំណុចទាំងអស់នេះតើបងប្អូនធ្លាប់យល់សប្តិឃើញចំណុចណាមួយដែរបងប្អូនចាអញ្ចឹងតេតោនឹងការកាត់យល់សប្តិនេះនាងខ្ញុំបានមកដល់ទីបញ្ចប់ហើយបងប្អូនចាអញ្ចឹងនាងខ្ញុំនឹងមានវីដេអូក្រោយៗទៀតគឺនឹងបានតេតោនឹងការកាត់យល់សប្តិនឹងទៀតដែរចាបងប្អូនចាអញ្ចឹងនាងខ្ញុំសូមអរគុណច្រើនសូមគោរពលាចា